ខ្ញុំសូមណែនាំនេះគឺជាមិត្តភ័ក្តិរបស់ខ្ញុំ Bashir គាត់គឺជានិស្សិតឆ្នាំចុងក្រោយនៃសាកលវិទ្យាល័យមួយនៅក្នុងរដ្ឋ Perlis ហើយនេះគឺជា Hazim គាត់ក៏ជានិស្សិតឆ្នាំចុងក្រោយនៅសាកលវិទ្យាល័យប៉ុន្តែពួកគាត់ទាំងពីរមានអត្តចរិតខុសគ្នា Bashir គាត់មិនដែលអនុញ្ញាតឲ្យខ្លួនឯងធ្វើអំពើបន្លំឬក្បត់ក្នុងអំឡុងពេលសិក្សារបស់គាត់ឡើយរីឯ Hazim គាត់តែងតែនៅពេលដែលមានឱកាសគាត់ជ្រើសរើសធ្វើអំពើបន្លំដោយមិនស្ទាក់ស្ទើរហើយខ្ញុំសូមណែនាំម្ដងទៀតនេះគឺជា Bashir ហើយនិង Hazim ពួកគាត់ទាំងពីរបានបញ្ចប់ការសិក្សាក៏ប៉ុន្តែពួកគេទាំងពីរមានចំណុចខុសគ្នាយ៉ាងច្បាស់ Bashir ធ្វើការដោយសុចរិតស្មោះត្រង់និងមិនទទួលសំណូកសុកប៉ាន់ខណៈដែល Hazim វិញចាត់ទុកការងារទទួលសំណូកសុកប៉ាន់ជារឿងធម្មតាក្នុងជីវិតការងាររបស់គាត់ហើយនេះគឺជាចំណុចមួយដែលសំខាន់ដែលធ្វើឲ្យពួកគាត់ទាំងពីរមានការរស់នៅខុសគ្នាទោះបីជាមានអាជីពដូចគ្នានិងប្រាក់ខែដូចគ្នា Bashir រស់នៅដោយស្ងប់ស្ងាត់និងសុភមង្គលចំណែកឯ Hazim វិញរស់នៅក្នុងការបារម្ភពោរពេញដោយការភ័យខ្លាចនិងការមិនស្ងប់ចិត្ត